bạn cũng như lúc cũng mang phone mà ngày đi chạy tông chụp một topic chạy tông chụp một ozone đấy chỉ video thay một tiết chạy tông chụp một ozone miền cũng mang phone mà chụp muốn con xu thà ôn nơi đây đã dương pra ozone pra tới miền là tháp dõi khác xem tập qua dưới cho bởi sân thì dương pra học tức là dương ở pra miền là tháp dõi vì miền con bị bật đi khác bạn trước tí muốn trong phải chạy tông chụp một ca tới ca tới chạy cái tí rồi ozone cứ bị chui con tập tương trời mình đến và đôi khi tí mũi chạy tông chụp mùi năng bằng ca nó sẽ được không tậpสำหรับเมรุของทางในក្នុងទឹកបាទតាក់ទងជាមួយនឹងរសជាតិទឹករបស់យើងកាន់តែប្រសើរមួយកម្រិតទៀតហើយនឹងអ្វីដែលសំខាន់នោះវាជួយការពារក្លិនរំខានចេញពីប្រភពទឹករបស់យើងក្នុងករណីទឹកដែលមានក្លិនក្លឬក្លិនដីរំខានផ្សេងក៏វាជួយបំបត្តិក្លិនទាំងអស់នោះដែរអញ្ចឹងគឺនេះជាអត្ថប្រយោជន៍នៃការប្រើប្រាស់ត្រូវរបស់អូសូនក៏ប៉ុន្តែបើសិនជាពុកម៉ែបងប្អូនប្រើប្រាស់ខុសការប្រើប្រាស់ខុសនោះវាមាន2កត្តាទី1កត្តាប្រើប្រាស់ខុសបច្ចេកទេសប្រើប្រាស់អូសូននឹងលើសបរិមាណមានន័យថាការប្រើប្រាស់លើសបរិមាណវាធ្វើឲ្យប្រភពទឹករបស់យើងវាជួបបញ្ហាទី1គឺឲ្យក្លិនអូសូននឹងលើសមានន័យថាតម្រូវការទឹករបស់យើងត្រូវការអូសូនតែប៉ុណ្ណេះប៉ុន្តែយើងប្រើលើសអញ្ចឹងការប្រើប្រាស់លើសវាផ្ដល់ផលរំខានទី1ធ្វើឲ្យទឹកយើងធំក្លិនតែម្ដងមិនមែនក្លិនចេញពីប្រភពទឹកឬអីផ្សេងៗគឺក្លិនចេញពីក្លិនរបស់អូសូនធ្វើឲ្យក្លិនអូសូនមានលើសអាហ្នឹងពុកម៉ែបងប្អូនអាចសង្កេតបានគ្រាន់តែក្លិនអូសូន original ចេញពីប្រព័ន្ធរបស់យើងបែបណាចឹងទឹកក្នុងគឺធំនឹងដូចគ្នាអានឹងវាបញ្ជាក់អំពីការលើសរបស់បរិមាណអូសូនចឹងវិធីសាស្ត្រនេះស្រួលទេគ្រាន់តែពុកម៉ែបងប្អូនបន្ថយការប្រើប្រាស់បរិមាណអូសូនឬក៏នីតិនៃការប្រើប្រាស់អូសូននីតិជាមុនមកគឺទឹកយើងអូខេអានឹងគឺតាក់ទងជាមួយនឹងការប្រើប្រាស់អូសូននឹងលើសហើយនឹងទី2ចំពោះអូសូនដែលឆ្នៃបាទអូសូនដែលឆ្នៃវាច្រើនវាអត់មានការ control មួយច្បាស់លាស់ការផ្ដល់ខ្យល់ឬអីមានបរិមាណក្រាមអូសូនអត់ច្បាស់លាស់អញ្ចឹងពេលដែលប្រើប្រាស់ទៅធ្វើឲ្យផលរំខានឬក៏គុណវិបត្តិទៅលើទឹកពុកម៉ែបងប្អូនពេលខ្លះទឹកយើងឆ្ងាញ់ប៉ុន្តែគ្រាន់តែយើងបន្ថែមអូសូនទៅវាផ្ដល់ផលរំខានទៅជារសជាតិមិនល្អទៅជាក្លិនរំខានដល់យើងវិញអញ្ចឹងមានថាអូសូននេះបើប្រើប្រាស់ត្រូវគឺល្អបើប្រើប្រាស់ខុសឬក៏ប្រើប្រាស់ចំអូសូនដែលមានការកែច្នៃមិនមានស្តង់ដារត្រឹមត្រូវមិនមាន QC check ត្រឹមត្រូវវាផ្ដល់ផលរំខានទៅលើគុណភាពទឹករបស់ពុកម៉ែបងប្អូនវិញបាទអានេះតាក់ទងជាមួយនឹងផលល្អហើយនឹងផលមិនល្អឬក៏ការប្រើប្រាស់ខុសចេញពីអូសូនទៅជាមួយអញ្ចឹងបើសិនពុកម៉ែបងប្អូនមានការប្រើប្រាស់វាតាមប្រុងប្រយ័ត្ននិងប្រើប្រាស់បានត្រូវទៅលើការប្រើប្រាស់បច្ចេកទេសរបស់អូសូនដើម្បីអត្ថប្រយោជន៍គុណភាពទឹករបស់ពុកម៉ែបងប្អូនជួយឆ្ងាញ់ផងបាទអរគុណច្រើន